នាំមកជូនលោកអ្នកដោយឆាំឆាំទឹកផ្លែឈើពីធម្មជាតិស្រឡាញ់សុខភាពពិសាឆាំឆាំអរគុណច្រើនសូមស្វាគមន៍មកកាន់កម្មវិធី$15000ម្ដងទៀតនៅក្នុងវគ្គទី2ដែលមិញលោកអ្នកបានទស្សនាហើយជាមួយនឹងវគ្គទី1ហើយគួរសោកស្ដាយដែរប៉ុន្តែដោយលោកចម្លងបាននិយាយចឹងនាងខ្ញុំកាន់នៅរបស់ដែលមានសំណាងតែពិតទៅអាចជាហៅថាសំណាងរបស់គាត់មានតែត្រឹមហ្នឹងគាត់ថាបានបើសិនជាឧទាហរណ៍ថាបន្ទោសខ្លួនឯងទៅកុំចុះឥឡូវចាំមើលបើសិនខ្ញុំបើកផ្លាកក្រោយបានទទួលរង្វាន់វិញបាទឥឡូវយើងចាំមើលវគ្គទី2អញ្ចឹងខ្ញុំចាត់ទុកថាខ្ញុំបើសិនជាបើកមិនត្រូវទៀតតែទុកថាខ្ញុំថ្ងៃហ្នឹងកាន់របស់ល្អចុះអរគុណលោកអ្នកដែលកំពុងទស្សនាប្រកាសជាទៅរងចាំថាតើតារាកជជិះបន្ទាត់គឺជានរណាជាបន្តសូមស្វាគមន៍ជាមួយនឹងលោកករណាពេជ្របុកលហុងរសជាតិឆ្ងាញ់គ្មានខ្លាញ់ជំនួយសម្រងបន្លែស្រស់ថ្មីថ្មីហើយអ្នកចាសួរមួយសុខសប្បាយហើយបុកឲ្យជាមួយហើយនៅបាទបុកឲ្យជាមួយហើយនៅជាមួយនោះចាំបុកឲ្យរដ្ឋាសិនខ្ញុំអត់ចង់ញ៉ាំទេមិនបុកឲ្យខ្ញុំទេខ្ញុំអត់ចង់ញ៉ាំទេខ្ញុំញ៉ាំអ្នកផ្ទះបុកញ៉ាំអ្នកផ្ទះចាំខ្ញុំសុំបុកដែរមកអត់ទេបុករដ្ឋាមុនខ្ញុំក្រោយក៏បានប៉ុន្តែខ្ញុំសុំឲ្យទឹកច្រើនតិចឥឡូវចេះបុករដ្ឋាមុនទេចាំដល់ពេលបុកខ្លួនឯងយកបុកខ្លួនឯងឲ្យរដ្ឋាឲ្យអស់ទឹកពីរដ្ឋាមកអូយទឹកពេញប៉ោះគេមកកណោគេដាក់ហ្នឹងហើយតែបើយើងបុកមើលកុំឲ្យចេញទឹកច្រើនយើងបុកផ្លែទៅដកចេញមកដាក់ចានមកមានគឺល្បីណាល្បីបាទហើយឃើញកាយវិការនៅក្នុង MV ហ្នឹងគឺល្អមែនតើហើយឃើញដូចជាជនចូលរួមច្រើនឃើញខ្ញុំបកកែបុកអត់បាទបកកែសួរថាអីមកបុកទៅចេញក្រួយខ្វិចបាទអរគុណបាទឥឡូវសូមសាកសួរអារម្មណ៍គាត់តិចបាទពេលនេះមានអារម្មណ៍យ៉ាងម៉េចដែរបាទលោកករណាពេជ្របាទតែពិតពងនិយាយប្រាប់ខ្លួនឯងណាអត់ដល់បាត់ភ័យពីបង្លៀនមកខ្ញុំភ័យជំនួសគាត់បាទមើលគេបទពិសោធន៍គេឲ្យតើខ្លួនឯងដែលត្រៀមធ្វើយ៉ាងណាដើម្បីទទួលបានទឹកប្រាក់$15000បាទពីកម្មវិធីរបស់យើងបាទដូចនេះដល់មានបទពិសោធន៍អីត្រូវពិបាកច្រើនតែរើសចំត្រូវជាខំខុសស៊ីសងដូចជាអូនឡើយនេះមុននឹងចាប់ដើមខ្ញុំសុំសួរអារម្មណ៍បន្តិចទៀតក្នុងនាមយើងជាសិល្បករមួយរូបចាបើសិនជាលោកបានឧទាហរណ៍ណាយើងបើកបានទឹកប្រាក់ចំនួន$15000តើលោកគាត់ថាយើងយកថវិកាហ្នឹងធ្វើអីខ្លះឬក៏ជួយទៅខាងណាខ្លះឬក៏អត់ទេឬក៏យ៉ាងម៉េចចាខ្ញុំគិតថា$15000ប្រហែលជាបរិច្ចាគពាក់កណ្ដាលទៅពាក់កណ្ដាលបាទអាចទៅជាសប្បុរសធម៌មន្ទីរពេទ្យគុតបផាអូចា$7500ចែកហ្មងតែបានអត់ដឹងស៊ីសងលើយអូនចាឧទាហរណ៍ចុះបើសល់ពេលហ្នឹងទៀតបាទមានកម្រងអីជូនពុកម្ដាយឬក៏ដេញដើរកំសាន្តអីគិតវែងឆ្ងាយបាទវែងឆ្ងាយណាយើងគិតទៅញ៉ាំស្មុកអីខ្ញុំជប់គិតបាទអរគុណច្រើនមុននឹងជួបជាមួយនឹងបាទការបើកផ្លាករង្វាន់នោះកម្មវិធីក៏សូមជំរាបជូនលក្ខន្តិកៈនៃការបើកជាមុនសិនបាទកញ្ញាសូមធ្វើការជំរាបជូនលក្ខន្តិកៈរបស់យើងនៅក្នុងកម្មវិធីគឺសញ្ញារង្វាន់របស់យើងគឺមាន52សញ្ញាដែលបែងចែកជា3ផ្នែកចាមានន័យថាផ្នែកទី1បើសិនជាលោកកណាពេជ្របើកប៉ះរង្វាន់បើកប៉ះសញ្ញាដែលពីចាប់ពីលេខ1រហូតដល់លេខ1លេខ2លេខ3លេខ4ចុះគាត់ថាលេខ4លេខទាំង4ខ្ទង់នោះគឺជាលេខ1ដែលត្រូវបានចាក់ចេញពីកម្មវិធីមិនមានសិទ្ធិបន្តទៀតទេចាហើយផ្នែកទី2សញ្ញាលេខ5គឺជាសញ្ញាមួយដែលគេបដូរទៅជាសញ្ញារង្វាន់វិញឧទាហរណ៍ថាបើសិនជាលោកបើកទៅប៉ះរង្វាន់ iPad ឬទូរកង់ទូរស័ព្ទ iPhone 5ចាហ្នឹងលោកនឹងបានរង្វាន់ទាំង4ហ្នឹងផងដែរចាហ្នឹងចំនួន5ទៅជារង្វាន់វិញឃើញរូបឯងបានរូបហ្នឹងចាបានរូបហ្នឹងចាទោះបីជាលោកចាញ់ក្នុងកម្មវិធីគឺលោកនៅតែបានរង្វាន់ហ្នឹងដដែលចាហើយមួយទៀតផ្នែកទី3គឺជារង្វាន់ដែលត្រូវបានឈានទៅដល់$15000អាស្រ័យទៅលើយីអូនណាបើសិនជាលោកបើកសញ្ញាទាំងអស់ហ្នឹងប៉ះចំពីលេខ6លេខ7លេខ8ឧទាហរណ៍ដល់សញ្ញាកាចាស់ចាគឺជាសញ្ញាទាំងអស់ហ្នឹងសញ្ញានាំសំណាងដល់លោកអាចបន្តក្នុងកម្មវិធីយើងរហូតឈានដល់$15000ផងដែរអរគុណយល់ហើយយល់សពទស្សនាពីមុនមកទេបាទមើលចាបាទកុំទស្សនាពិបាកពេកតែមើលមករួយពេកចិត្តតិចណាអូខេបាទដល់ទៅហៅឲ្យវែងហើយសម្រេចចិត្តចាសូមប្រកាសជូនគឺដល់ពេលវេលាត្រូវធ្វើការជ្រើសរើសផ្លាកសម្រាប់បើករង្វាន់ហើយសូមលោកករណាពេជ្រធ្វើការជ្រើសរើសជឿលើខ្លួនឯងឬក៏ឲ្យបងប្អូននៅខាងមុខបាទធ្វើការបង្ហាញផ្លូវជួយគ្នាទៅវិញទៅមកបាទជាដំបូងលោកករណាពេជ្រចង់ឲ្យខ្លួនឯងឬក៏ចង់ឲ្យបងប្អូនជាអ្នកបង្ហាញផ្លូវយកផ្លាកមួយណាឬក៏យកកន្លែងមួយណាបាទចង់ឲ្យខ្លួនឯងមួយខ្លួនឯងបាទសុំជ័យបាទតាមមើលអត់ចិត្តក៏បានចាសុំសម្លេងស្វាគមន៍ពីសំណាក់បងប្អូនអរគុណមកចាអរគុណចា
សូមជម្រាបជូនមួយទៀតគឺលោកកណ្ដាពេជ្រមានសិទ្ធិត្រឹមតែចង្អុលហាមប៉ះបើចង់ផ្លាស់ប្ដូរអតិភិបមានតែ3ដងគត់ ចា បាទ លោកគាត់ នេះចា យកមួយនេះ ចា បាទ ច្បាស់ហើយ បាទ ចាចង់ឲ្យនេះខ្ញុំជាអ្នកបើកក៏លោកចំណងជាអ្នកបើក អត់ថាបើទេមិន អាយ៉ា តាមពិតត្រូវជួយគ្នាយើងតែឃើញមិនបើក អាចដែរណា បងលីនទៅបាត់ហើយ អាចបោកដកអាចចេញទៅជាបោក ចា ដកបោកដកអាចចេញទៅជាបោកដែរណាអញ្ចឹងមិនប្រកាសទេណា អូខេ សូមកញ្ញាធ្វើការបើជូនគាត់ ខ្ញុំសូមមើលបន្តិច មិនដែរ បិទរឿងគឺ អូហូចារង្វាន់សញ្ញាដំបងរបស់លោកករណាពេជ្រ គឺ ជាសញ្ញាមួយ ពីរ ដែលត្រូវបានបន្តក្នុងកម្មវិធីចាអរគុណច្រើនចាហើយនេះគឺជាសញ្ញាមួយដែលត្រូវបានបន្តយើងក្នុងកម្មវិធីដែលទទួលបានចំនួន$10 បាទ គាត់ថាហេងមែន ហេចាកូនគេថាមានដៃហើយហី ឥឡូវនេះឃើញថាលោកកណ្ដាពេជ្រទទួលបានទឹកប្រាក់$10នៅលើអេក្រង់ទូរទស្សន៍បាទសូមទស្សនាបាទសូមមើលតែម្ដងបាទទស្សនាមើលមិនឃើញមិនឃើញសូមមើលតែម្ដង ចេញមើល អញ្ចឹងលោកកណ្ដាពេជ្របាទចេះរឿង ចម្រងឲ្យនៅឆ្ងាយតិចក៏បាន គិតទៅបបពិសោធន៍កំហុសម្ដងតែគេលេខទុកចិត្តហ្មងណា ចា ល្អមកកណោគេមើលមិនឃើញមកតំណក់ចូលទៅអាក្រក់តិចសោះគេឲ្យយើងទៅឆ្ងាយបងពេជ្រពេជ្រអូនណាបេប៊ី គាត់ថា ចាមិនទៅ នេះ នេះអូខេនេះនោះអីគេបរិយនេះ នេះ អូ នេះបាទសូមជើញបាទ ចា ចង់សួរលោកកណ្ដាពេជ្រផ្លាកទី2នេះតើលោកសង្ឃឹមទេនឹងអាចបន្តទៅមុខទៀតបាទ ចា ឬសង្ឃឹមហីឬដើម្បីសង្ឃឹមតែបើមិនសង្ឃឹមក៏អត់អី ជួនកាលប្រឡប់ចិត្តខ្លួនឯងដែរ ចា បាទនិយាយប្រឡប់ចិត្តខ្លួនឯង ម៉ែចំកៅបាទ ចាអរគុណច្រើននេះគឺជារង្វាន់ទី2ហើយមិនដឹងថាលោកកណ្ណាពេជ្រមានសំណាងអាចបន្តទៅក្នុងកម្មវិធីយើងឬក៏ទទួលបានរង្វាន់មួយទេឬក៏ត្រូវចាក់ចេញពីកម្មវិធីទាំងសោកស្ដាយអេលោកចំណងថៃ នេះចម្រង ធំចិត្តពេកបាទអូឃើញហើយ ចាទៀត ឃើញ ហើ ទេ យ ញ៉ាត់ជឿទឹកមុខរដ្ឋាឲ្យបកកាយសំដែង អត់ទេខ្ញុំនិយាយមែនអត់សំដែងទេចានេះគឺជាសញ្ញារង្វាន់ទី2ដែលត្រូវបាន បន្តក្នុងកម្មវិធី សូមលោកកណ្ដាពេជ្របាទទស្សនាតែខាងអេក្រង់ទូរទស្សន៍ រឿងធំឲ្យលោកកណ្ដាពេជ្រ $20បាទ រដ្ឋាមកនេះមករដ្ឋា អូមើលលងស្នេហ៍ឯងលងស្នេហ៍ ឥឡូវនេះសូមធ្វើការជ្រើសរើសជាបន្តតើពេញចិត្តផ្លាករង្វាន់មួយណា ចា ដើមដង កដាលហ៎ កណ្ដាលបាទ ចម្រាំង តើសូមជើញបាទធ្វើការជ្រើសជាបន្តបាទ នេះហ៎ ដូចបណ្ឌិតដល់ញៀ ញាក់អត់យកអាញាក់ បាំងញៀញៀ អូខេឥឡូវនេះគឺជារង្វាន់សញ្ញារង្វាន់ទី3ហើយដែលលោកកណ្ដាពេជ្រជ្រើសរើសប៉ុន្តែមិនដឹងជារង្វាន់នេះត្រូវបានបន្តឬក៏ចាក់ចេញឬក៏ទទួលបានរង្វាន់ជាទូរទស្សន៍ iPad កង់និងទូរស័ព្ទដៃ iPhone 5 ចាឥឡូវនេះខ្ញុំសូមមើលបន្តិចអូហូអីគេតើឃើញផង បោកពោះវិញហេ ផងអីគេគេបញ្ញាក់អារម្មណ៍ហ្នឹង បញ្ញាទេ តែខ្ញុំសឡប់ទឹកទៅពេល អូអត់ទេមានឡាននៅចាំក្រៅហើយ បញ្ញា ចាឥឡូវនេះ សោកស្ដាយណាស់ អញ្ចឹងសួរដូចគ្នានឹងពីរអ្នកហ្នឹង តាំងចិត្តណា ពីកម្មវិធី$15,000សូមបង្ហាញជូនសញ្ញាទី3របស់លោកកណ្ណាពេជ្រគឺជាសញ្ញាដែលត្រូវបាន ចិត្តណាអូខេចិត្ត បាន ទុកចិត្ត រង្វាន់ចា iPad ចា iPad ឯភេទតា អូយចាប់ដៃមួយមក រដ្ឋា តាមបាត់រដ្ឋាតាមបាត់ខ្ញុំខ្ញុំនាំសំណាងមែន ចម្រងហើយមិនអាចទេណា អត់អីទេ បាទ ជំ កុំ រឿ កុំមិនណែនាំអីច្រើនទៀតបាទ ខ្ញុំជាមនុស្សអត់ អ្វីខ្ញុំអាចយល់ហើយបាទ ខ្ញុំជាមនុស្សអត់តម្លៃហើយពេលនេះបងអត់គេតែមួយមកផ្លាក ចាប់ឈ្មោះម្ដង បងមានតែស្អីមកគាត់ស្អីមកកន្ទក់មែនអរគុណបាទសូមជើញបន្តទៀតបាទ ចា ឥឡូវនេះគឺការ អត់តែប៉ុណ្ណឹងគាត់ថារួចខ្លួនហើយយើងរួចខ្លួនទៅបីយើងចាញ់ក៏យើងនៅបាន iPad ដែរ ឥឡូវសូមអត់អត់ទេណាព្រោះ បានយើងគាត់បាន iPad មួយនៅលើអេក្រង់ចា ពេលទៅទៀតតា តោះដាក់ដៃទៅទៀតហ៎អូគេ យើង ទៅដាក់ ជី ដៃ ទូលេងតាមគុកគី នេះម្ដងនេះ តោះ អូខេ អូខេ
លោកកណ្ណាពេជ្រជឿរើសមួយណាក៏លើកកង្កល់គាត់ឆ្វេងខាងស្ដាំ ចាសន្លឹករង្វាន់របស់លោកកណាពេជ្រនៅសល់30សន្លឹកទៀតចា អត់មកនឹងមានស្ពះជំនាញទីតែអិនកង្កល់ដើមពោកង្កល់ទេ លក្ខការសិន អូក៏អត់ចង់និយាយ ព្រឹកដល់ឲ្យណាដឹងនេះទេ អូខេសូមធ្វើការជឿរើស គ្នាអញចាំអូនបើកឲ្យចូល ចម្លងអាចទៅចាំមើលផ្លាកអង្វាន់ក៏អូយទុកខ្ញុំពិធីកវិញបាទឥឡូវនេះបាទទុកឲ្យកញ្ញាទៅរដ្ឋាបាទជួយបើកផ្លាកឲ្យខ្ញុំបាទវិញមើលបាទជួយចាប់មើលអង្វាន់មើលបាទ ជឿចាប់ក្រៃលេងហួសនឹងថ្លៃសែនគ្រាប់គ្រាដល់ទុកវេទនាបើកតែមកផ្លាកសោះ នេះគឺជាសន្លឹករង្វាន់ទី4ហើយសម្រាប់លោកករណីពេជ្រដែលគាត់ជឿរើសប៉ុន្តែមិញហ្នឹងគឺជាសន្លឹកមួយដែលគាត់រំភើបមែនទែនដោយសារគាត់បានរង្វាន់ iPad ចាប៉ុន្តែសន្លឹកទី4នេះមិនដឹងជាសន្លឹកមួយដែលត្រូវបានចាក់ចេញពីកម្មវិធីឬក៏ជាសន្លឹកអូចាប់ពងចាប់មន់មែនអូ ហាត់កីឡាលេងយកមានអី អូខេឥឡូវនេះខ្ញុំអត់និយាយច្រើនទេគឺបើកយកមក1 2 3 អនឹងអ ចូលអត់អនហឺអីអី តែអឺអរឿងអី អានេះតទៀតទេ តទៀត តាមពិតអលេង9អូចាតាមពិតអដឹងថាបានទៀតឬក៏ឈប់ ឃើញទេកាលណាពេជ្រអចេះមកកញ្ញាថាអហេងចេះមក មិនចឹង គេកដោបតិច អូយើងស្រីភេទចឹង អញ្ចឹងណា ចា អញ្ចឹងលោកកាលណាពេជ្រសូមមើលកងទូរទស្សន៍គឺទទួលបានតែ$40 ចាសូមជំរាបស្វាគមន៍ដល់អស់គ្នាមួយចា ឥឡូវនេះខាងឆ្វេងក៏បានខាងស្ដាំក៏បាន រដ្ឋា ទៀតតោះ យើងជី ដល់ហើយដល់ចែកភាគរយទៅវិញដល់ភាគរយចាអើយសំណាឥឡូវនេះខ្ញុំសូមបើករង្វាន់សន្លឹករង្វាន់ទី5ចាទី5ត្រូវហើយទី5ចាគឺជាសន្លឹកនេះមិនដឹងថាសន្លឹកមួយដែលត្រូវបានចាក់ចេញពីកម្មវិធីឬក៏ទទួលបានរង្វាន់អាចថា iPad មួយទៀតក៏បានឬក៏ iPhone 5 កង់និងទូរទស្សន៍ ចាំមាន iPad មក iPad បាទមានចាមានទៀត ដែលមាន iPhone 5 ដែលមានកង់ដែលមានទូរទស្សន៍បាទ ចាអរគុណច្រើនឥឡូវនេះខ្ញុំសូមបង្ហាញជូនសន្លឹកទី5មិនដឹងថាជាសន្លឹកដែលត្រូវបានបន្តឬក៏ចាក់ចេញពីកម្មវិធីនោះទេ សូមសួរគាត់តើលោកកាលណាពេជ្រចង់ផ្លាស់ប្ដូរឬក៏ច្បាស់តែមួយនឹងហើយ ចា វាច្បាស់ហើយបាទសូ បា ម ទ ជឿ ហើយចា ចឹងចង់ដឹងថាផ្លាកនេះនឹងធ្វើឲ្យលោកកាលណាពេជ្រទទួលបានលទ្ធផលអ្វីនោះសូម1 2 3 3អត់សូម្បីតែរាប់ក៏គេមកឲ្យបើកដែរបាន ទៅឆ្ងាយទៀតទៅឆ្ងាយទៀតព្រោះអត់មានអីត្រូវលុកឡំមកខ្ញុំខ្ញុំធ្វើការខ្ញុំកុំនិយាយអី អូខេ ការងារគេ អូខេ go ahead អូខេ អូខេ1 2 3 ពិភពលោកនេះគ្មានអ្វីទៀងទាត់ទេ ចា ជួនកាលដៃអ្នកខ្លះក៏ដល់ពេលដែរមិនមែនតែដៃខ្ញុំទេដែលបើកទៅបានតែធ្វើទៅខ្លះដែលត្រូវតែចាក់ចែង នេះមុននឹងគេមិនទៀងទាត់តែគេបានច្រើនដែរដែរ មិនដែរ ដែរចំណែន ដៃបើកដៃណាមិនដល់ដៃណាមិន អីតាម មិនឆ្វេងអរគុណមកគេថាលទ្ធផលបបញ្ជាក់ឲ្យលោកករណាពេជ្របានបញ្ចប់ ចា បាទដែលខ្លួនឯងគេថា ឥឡូវចេះអង្គតាមកក្រោយតិច 5បាទ ចង់សាកបើកមកស្លឹកពីស្លឹកលេងមើលបើសិនជាបើកទេអាចបានអីទៀត ឥឡូវខ្ញុំបើកឲ្យមើលសាកមើលមើលកម្រោដល់ សាកលេងទេសាកលេង សាកណាសាកមើលបាទតែលោកខ្ញុំបើកទៅអាច មកធ្វើមកផងអាយ អស់ទៅចិត្តលេងទៅដល់សរោពងតែតហ្មងបាទខ្ញុំបើកឲ្យណាសាកមើលណាបងប្អូន ចា 1 2 ឈប់លេងហើយមួយលោកចម្លងអត់លេងទេឈប់លេង អើយថ្ងៃដំបូងមក មែន ហេតុ ថា ចឹង មែ មែ ន នលោកករណាពេជ្របានត្រូវចាក់ចែកពីកម្មវិធីរបស់យើងត្រឹមប្រាក់ផ្លាកទីបាទអរគុណច្រើនបាទលោកករណាពេជ្រត្រូវបានចាក់ចែកពីកម្មវិធីរបស់យើងនៅផ្លាកទី5បាទតើលោកករណាពេជ្រពេលនេះមានអារម្មណ៍យ៉ាងម៉េចដែរបាទ ចា មានអារម្មណ៍ថាសប្បាយរីករាយហើយអ្វីដែលសំខាន់នោះគឺរំភើបនៅពេលតាមពិតដោយលោកចម្លងនិយាយចឹងរបស់យើងមានប្រើរៀងៗខ្លួនតែអ្វីដែលសំខាន់នោះគឺសំណាង ចា បាទអរគុណច្រើនបាទ តាមពិតមិញគាត់បាន iPad ដែរបើគាត់ចាប់យករង្វាន់ឆ្នាំងសាកទេបានត្រូវចត់មានអីសាកអី បាទមើលផ្សារខ្វះអីអរគុណច្រើនបាទនេះគឺជាពេលវេលាដែលត្រូវជំរាបលាឲ្យលោកកណ្ណាពេជ្រមានអ្វីផ្ដាំផ្សាយបាទសូមជួយបាទ បាទអរគុណដល់វត្តមានពុកម៉ែបងប្អូនទាំងអស់ដែលផ្ដល់តម្លៃនៃការទស្សនានៅទីផ្ទាល់តាមគេឋានហើយអរគុណដល់ស្ថានីយទូរទស្សន៍
My TV ដែលបានបង្កើតកម្មវិធីនេះឲ្យសប្បាយរីករាយដល់សិល្បករក៏ដូចជាប្រវត្តិខ្មែរទូទៅដោយគ្រប់ជំនាញទាំងអស់ដើម្បីចូលរួមលេងកម្សាន្តចាបាទហើយសូមជូនពរឲ្យជួបតែសំណាងល្អសុខភាពល្អនិងជោគជ័យនៅឱកាសការងារទាំងឆ្នាំចាស់ទាំងឆ្នាំថ្មីផងដែរបាទចាពីកម្មវិធីក៏សូមអរគុណដល់លោកកណ្ណាពេជ្រដែលបានផ្ដល់កិត្តិយសសម្រាប់កម្មវិធីដល់ភាពសប្បាយរីករាយផងដែរជួបគ្នានៅឱកាសក្រោយណាអរគុណមុនជាមួយនឹងពលិទ្ធជាបន្តក៏ដូចជាភាពរំភើបជាបន្តក្នុងកម្មវិធីរបស់យើងកម្មវិធីសូមអានសម្រាប់បន្តិចសិនបាទ